នេះគឺជាវណ្ណកម្មអក្សរសិល្ប៍ដ៏ល្បីល្បាញមួយរបស់ប្រទេសចិនដែលមានអាយុកាលជាង 2000 ឆ្នាំហើយរឿងនេះត្រូវបានគេស្គាល់ថាជារឿងសាមកុកដែលសាច់រឿងនិងតួអង្គក្នុងរឿងនេះពិតជាមាននៅក្នុងប្រវត្តិសាស្ត្រចិនជាក់ស្ដែងពិតមែនហើយវណ្ណកម្មនេះមិនត្រឹមតែល្បីល្បាញនៅក្នុងប្រទេសចិនប៉ុណ្ណោះទេប៉ុន្តែវាក៏ល្បីរន្ទឺទៅដល់ប្រទេសជាច្រើនទៀតក្នុងពិភពលោកក្នុងនោះក៏មានប្រទេសកម្ពុជារបស់យើងផងដែរនៅក្នុងវីដេអូនេះខ្ញុំចង់នាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យស្គាល់នៅប្រវត្តិខ្លះៗអំពីវណ្ណកម្មអក្សរសិល្ប៍មួយនេះក៏ដូចជាតួអង្គមួយចំនួនដែលបងប្អូនខ្លះមិនបានដឹងសាមកុកឬនគរទាំង3គឺជាសាច់រឿងមួយដែលបានកើតឡើងនៅចុងសម័យរាជវង្សហានចាប់ពីឆ្នាំ202មុនគ្រិស្តសករាជដល់ឆ្នាំ220នៃគ្រិស្តសករាជប្រទេសចិនបុរាណបានជួបនឹងការបែកបាក់ផ្ទៃក្នុងដោយសារតែស្ដេចត្រាញ់និងមេដឹកនាំតាមតំបន់នីមួយៗបានធ្វើសង្គ្រាមដណ្ដើមអំណាចគ្នាទៅវិញទៅមកហើយបង្កើតបានជានគរធំចំនួន3រួមមាននគរស៊ូហានលាតសន្ធឹងពីភាគខាងលិចរហូតដល់ភាគនិរតីបង្កើតដោយព្រះបិតុលាលាវប៉ៃនគរវៃលាតសន្ធឹងចាប់ពីភាគពាយកភាគខាងជើងរហូតដល់ភាគឦសានបង្កើតដោយសម្ដេចអ៊ូឆាវឆាវនិងនគរអ៊ូលាតសន្ធឹងពីភាគខាងត្បូងរហូតដល់ភាគខាងកើតបង្កើតដោយស្ដេចត្រាញ់សុនឈៀនហើយតួអង្គសំខាន់នៅក្នុងសាច់រឿងត្រូវបានគេលើកយកមកវិភាគនិងវិតម្លៃទៅតាមការយល់ឃើញរបស់គេរៀងខ្លួនក្នុងចំណោមតួអង្គទាំងនោះតួអង្គដែលល្បីល្បាញមានដូចជាជូកលៀងលាវប៉ៃឆាវឆាវស៊ឺម៉ាអ៊ីនិងកូនអ៊ីជាដើមជូកលៀងជាបុគ្គលមួយរូបតំណាងឲ្យភាពឆ្លៀសវៃពលគឺគាត់អាចប្រមាលឃើញនៅអ្វីដែលអាចកើតឡើងក្នុងពេលអនាគតហាក់ដូចជាអ្វីៗទាំងអស់ស្ថិតនៅក្នុងបាតដៃគាត់អីចឹងឆាវឆាវត្រូវបានគេចាត់ទុកថាជាតួអង្គដែលមានចរិតសម្បូរបែបពលគឺគាត់ជាមនុស្សស្លូតកាចសាហាវចិត្តល្អវៃឆ្លាតពោពេញដោយល្បិចកិច្ចកលយុទ្ធសាស្ត្រសង្គ្រាមនិងចេះប្រើមនុស្សតែមិនសូវមានគុណធម៌និងពូកែក្បាច់គុណទេចំណែកឯលាវប៉ៃវិញគាត់គឺជាមនុស្សម្នាក់ដែលជាប់ខ្សែស្រឡាយរាជវង្សដែលមានចិត្តធម៌ម្នាក់ដែលប្រជារាស្ត្រគ្រប់គ្នាគោរពស្រឡាញ់និងគាំទ្រជាពិសេសនោះគាត់មានអ្នកប្រាជ្ញជាច្រើនអ្នកស្ម័គ្រចិត្តតាមបម្រើការពីគាត់ចំណែកឯស៊ឺម៉ាអ៊ីគឺពុំសូវចេញមុខក្នុងសង្គ្រាមនេះច្រើនទេប៉ុន្តែគាត់គឺជាអ្នកបំរុបបំរុំនគរទាំង3នេះនៅទីបញ្ចប់ហើយទ្រឹស្ដីដ៏ល្បីរបស់គាត់គឺខ្ញុំដកដាវតែមួយលើកទេតែខ្ញុំសំលៀងដាវជាង10ឆ្នាំសុកចិត្តជូនអង្គគេមួយក្នុងគ្រាលំបាកក៏មិនជូនស្រាគេក្នុងពិធីជប់លៀងហើយចំពោះគួនអ៊ីវិញគឺជាមនុស្សម្នាក់ដែលមានគុណធម៌សេចក្តីស្មោះត្រង់ភាពក្លាហាននិងជាមេតបដ៏កំពូលរបស់លាវប៉ៃជាមួយគ្នានេះខ្ញុំចង់ណែនាំបងប្អូនឲ្យស្គាល់នៅសៀវភៅមួយដែលនិយាយអំពីយុទ្ធសាស្ត្រគ្រប់គ្រងតាមបែបសាមកុកក្នុងសម័យទំនើបក្នុងនោះគឺគេនិយាយអំពីសង្គ្រាមក្នុងវិស័យធុរកិច្ចនាយុគសម័យថ្មីដែលក្នុងនោះអ្នកនិពន្ធបានប្រើឈ្មោះតួអង្គក្នុងរឿងនិទានសាមកុកមកចងក្រងជាសាច់រឿងគួរឲ្យជក់ចិត្តនោះគឺជាសៀវភៅសាមកុកសម័យថ្មីដែលសៀវភៅនេះត្រូវបាននិពន្ធដោយលោកឆឹងជុនអ៊ីកាលពីឆ្នាំ2003ហើយក្រោយបោះពុម្ពផ្សាយសៀវភៅនេះមានភាពល្បីល្បាញខ្លាំងមែនទែនហើយឥឡូវនេះក៏មានបកប្រែជាខេមរៈភាសារបស់យើងដោយលោកគ្រូហេងសារ៉ាតដែលគាត់គឺជាបញ្ញវន្តរបស់ខ្មែរម្នាក់តាមរយៈរឿងនិទានខ្លីៗនិងសម្ដីឆ្លងឆ្លើយរវាងតួអង្គទាំងឡាយនៅក្នុងសៀវភៅនេះបងប្អូននឹងអាចរៀនសូត្រពីយុទ្ធសាស្ត្រគ្រប់គ្រងតាមបែបសាមញ្ញនិងងាយស្រួលចងចាំនិងអាចយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃបានបងប្អូនធ្លាប់ឮគេនិយាយថាកុំវាតម្លៃសៀវភៅត្រឹមតែក្របរបស់វាតែសៀវភៅនេះមិនត្រឹមតែក្របវាតាក់ទាញទេតែនៅពេលដែលខ្ញុំបានកាន់អានត្រឹមតែមាតិកាមួយចំនួនប៉ុណ្ណោះគឺគួរឲ្យចង់អានមែនទែនមាតិកាក្នុងសៀវភៅនេះមានដល់12វគ្គហើយវគ្គនីមួយៗគឺមានចំណុចពិសេសជាច្រើននៅពេលដែលបងប្អូនបានកាន់សៀវភៅនេះខ្ញុំគិតថាបងប្អូនប្រកាសជាមានអារម្មណ៍ថាចង់អានវាហើយបើសិនជាបងប្អូនចង់បានសៀវភៅនេះយកទៅអានអាចរកទិញបាននៅលើ page ឃ្លាំងចំណេះដែលខ្ញុំដាក់នៅលើ description ខាងលើក៏ដូចជា comment ខាងក្រោមសូមអរគុណហើយជួបគ្នានៅវីដេអូក្រោយទៀត